បងប្អូនមានឆ្ងល់ពាក្យថា multiverse ហ្នឹងជាអីគេហើយវាមានទម្រង់បែបណានៅក្នុងចក្រវាល MCU យើងហ្នឹងថ្ងៃនេះខ្ញុំនឹងព្យាយាមបញ្យល់ឲ្យបងប្អូនយល់ងាយបំផុត Multiverse ឬជាភាសាខ្មែរហៅថាពហុចក្រវាលនិយាយឲ្យងាយយល់ Multiverse គឺជាក្រុមនៃចក្រវាលជាច្រើនដែលអាចមានពិភពលោកនិងព្រឹត្តិការណ៍ខុសៗគ្នាបើយើងប្រៀបធៀបឲ្យងាយ Multiverse មួយមាន Universe ជាច្រើនហើយនៅក្នុងអា Universe មួយហ្នឹងក៏មានភពជាច្រើនដូចជាផែនដីភពអង្គារនិងភពផ្សេងៗទៀតអញ្ចឹង Multiverse មិនមែនជាចក្រវាលតែមួយទេវាគឺជាចក្រវាលជាច្រើនដែលមានរឿងរ៉ាវខុសៗគ្នាហើយចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺហេតុអ្វីបានជា Multiverse មានចក្រវាលច្រើនដល់ម្លឹងនៅក្នុង MCU ចក្រវាលផ្សេងៗមានប្រវត្តិនិងព្រឹត្តិការណ៍ខុសៗគ្នាឧទាហរណ៍នៅក្នុងចក្រវាលមួយព្រឹត្តិការណ៍អាចកើតឡើងបែបនេះប៉ុន្តែនៅក្នុងចក្រវាលផ្សេងមួយទៀតព្រឹត្តិការណ៍ដដែលតែអាចកើតឡើងខុសគ្នាហើយនៅពេលដែលពេលវេលាណាមានការបែកមេឃចេញជាខ្សែថ្មីវាអាចនាំទៅរក break timeline ឬខ្សែពេលវេលាដែលបែកមេឃឧទាហរណ៍ថាបងប្អូនសម្រាប់ចិត្តថាចង់ធ្វើអ្វីមួយដែលពិបាកសម្រាប់ចិត្តខ្លាំងប៉ុន្តែនៅក្នុងខ្សែពេលវេលាយើងហ្នឹងបងប្អូនសម្រាប់ចិត្តថានឹងធ្វើហើយខ្សែពេលវេលានឹងបែកចេញនៅខ្សែពេលវេលាថ្មីភ្លាមហើយអាខ្សែពេលវេលាថ្មីដែលបែកចេញហ្នឹងសម្រាប់ចិត្តថាអត់ធ្វើអញ្ចឹងវាបានខ្សែពេលវេលា2ខ្សែពេលវេលាមួយដែលបងប្អូនជ្រើសរើសថាធ្វើរឿងហ្នឹងហើយនៅអាខ្សែពេលវេលាដែលបែកចេញទៅមួយទៀតហ្នឹងសម្រាប់ចិត្តថាអត់ធ្វើ Timeline និង Universe ខុសគ្នាយ៉ាងម៉េចចំណុចនេះសំខាន់ណាស់ព្រោះមនុស្សជាច្រើនច្រឡំថា Timeline និង Universe គឺជារឿងតែមួយតែការពិតវាមិនដូចគ្នាទេ Universe គឺជាចក្រវាលមួយដែលមានលំហអវកាសរូបធាតុភពផ្កាយនិងច្បាប់ធម្មជាតិរបស់វាឧទាហរណ៍នៅក្នុង MCU យើងមានចក្រវាលមួយឈ្មោះ Earth 616ជាចក្រវាលសំខាន់របស់ MCU ហើយក៏មានចក្រវាលមួយទៀតឈ្មោះថា Earth 838ដែលយើងបានឃើញនៅក្នុងរឿង Doctor Strange Multiverse of Madness Universe ទាំងពីរនេះអាចមានតួអង្គដូចគ្នាប៉ុន្តែជីវិតនិងព្រឹត្តិការណ៍របស់ពួកគេអាចនឹងខុសគ្នាចំណែកឯ Timeline វិញវាគឺជាលំដាប់នៃព្រឹត្តិការណ៍តាមពេលវេលាអតីតកាលបច្ចុប្បន្ននិងអនាគតបើយើងប្រៀបធៀបឲ្យងាយ Universe គឺដូចជាកន្លែងចំណែកឯ Timeline វិញគឺដូចជារឿងរ៉ាវដែលកំពុងកើតនៅក្នុងកន្លែងនោះហើយនៅក្នុងលោកិយើងបានឃើញថា Timeline អាចបែកមេឃទៅជាខ្សែថ្មីនេះហើយដែលគេហៅថា break timeline ហើយ variant គឺជាអ្វីអញ្ចឹងបើមានចក្រវាលជាច្រើនវាក៏អាចមានន័យថាតួអង្គដូចគ្នាដែលអាចមានកំណែផ្សេងគ្នាដែរហើយកំណែផ្សេងនោះយើងហៅថា variant គឺជាតួអង្គដែលមានអត្តសញ្ញាណដើមដូចគ្នាប៉ុន្តែអាចនឹងមានជីវិតរូបរាងបុគ្គលិកលក្ខណៈឬក៏ប្រវត្តិខុសគ្នាឧទាហរណ៍ពីលោកិនៅក្នុងរឿងលោកិយើងបានឃើញលោកិជាច្រើន variant មាន Sylvie មាន Kid លោកិមានលោកិ Classic ហើយសូម្បីតែ Is there an alligator in here? He's a monkey. ហ្នឹងហើយ Alligator លោកិដែលជាលោកិកពើនឹងឯងពួកគេទាំងអស់សុទ្ធតែជាកំណែផ្សេងរបស់លោកិប៉ុន្តែជីវិតនិងរឿងរ៉ាវរបស់ពួកគេមិនដូចលោកិដែលយើងស្គាល់ពីមុនទេបើនិយាយពី Multiverse រឿងដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍បំផុតហ្នឹង
គឺ Spider-Man No Way Home នៅក្នុងរឿងនេះ Peter Parker បានទៅស្នើឲ្យ Doctor Strange ប្រើមន្តអាគមដើម្បីធ្វើឲ្យមនុស្សគ្រប់គ្នាភ្លេចថា Peter Parker គឺជា Spider-Man ប៉ុន្តែការធ្វើមន្តអាគមនោះវាបានធ្វើឲ្យកើតមានបញ្ហាហើយវាបានបើកផ្លូវឲ្យតួអង្គពីចក្រវាឡផ្សេងៗចូលមកក្នុងពិភពលោកតែមួយហើយនោះហើយដែលជាមូលហេតុដែលយើងបានឃើញ Spider-Man ទាំង3នាក់នៅក្នុងរឿងមានដូចជា Tobey Maguire, Andrew Garfield និង Tom Holland មកជួបគ្នានៅក្នុងរឿងតែមួយរឿងហ្នឹងក៏ជារឿងដែលខ្ញុំចូលចិត្តខ្លាំងព្រោះវាល្អមើលមានឈុតប្រយុទ្ធគ្នាលយៗមែនទេបន្ទាប់មកនៅក្នុងរឿង Doctor Strange Multiverse of Madness MCU បានបង្ហាញ Multiverse ឲ្យកាន់តែច្បាស់យើងបានឃើញ Doctor Strange និង America Chavez ធ្វើដំណើរឆ្លងកាត់ចក្រវាឡផ្សេងៗហើយយើងក៏បានឃើញថាការជ្រៀតជ្រែករវាងចក្រវាឡអាចបង្កឲ្យមានផលវិបាកដ៏ធ្ងន់នោះហើយជាមូលហេតុដែល Multiverse There it is. មិនមែនជារឿងដែលសប្បាយទេវាក៏អាចคล้ายជាគ្រោះថ្នាក់ដ៏ធំមួយសម្រាប់ MCU ហើយ Multiverse តាក់ទងនឹង Avenger Doomsday យ៉ាងម៉េចហើយចំណុចនេះគឺជាអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតព្រោះ Multiverse អាចនឹងคล้ายជាចំណុចសំខាន់នៅក្នុង Avenger Doomsday នៅពេលដែលចក្រវាឡផ្សេងៗចាប់ផ្ដើមមានការប៉ះទង្គិចគ្នាវាអាចនាំទៅរកអ្វីដែលគេហៅថា incursion នេះឲ្យងាយគឺជាស្ថានភាពដែលចក្រវាឡពីរអាចប៉ះទង្គិចគ្នាហើយអាចនាំទៅរកការបំផ្លិចបំផ្លាញដ៏ធំហើយជាមួយនឹងការចូលមករបស់ Doctor Doom អញ្ចឹងបើយើងមាន Spider-Man ច្រើនអ្នក Loki ច្រើនអ្នក Doctor Strange ច្រើនអ្នកហើយតួអង្គជាច្រើនទៀតក៏មានវ៉ែរៀនរបស់ពួកគេដែរតើយើងអាចនឹងដឹងដោយរបៀបណាថានរណាជា Spider-Man នៃចក្រវាឡគោលរបស់យើងហើយតើចក្រវាឡណាដែលជាចក្រវាឡសំខាន់របស់ MCU ប្រសិនបើបងប្អូនចង់ដឹងសូមកុំភ្លេច comment ខាងក្រោមហើយសូមជួយ like និងចុច Subscribe ដើម្បីតាមដានវីដេអូបន្តទៀតផងសូមអរគុណ